គ្រឿងផ្សំសម្រាប់បាយក្រៀមឲ្យមានរសជាតិឈ្ងុយឆ្ងាញ់នេះជារូបមន្តខាងតូបអូនហ្នឹងបងគ្រឿងផ្សំមានជាម្សៅបាយក្រៀមម្សៅទឹកដោះគោទឹកដោះគោខាប់និងទឹកដោះគោស្រស់ហ្មងបងមានចំនួន4ហើយនៅក្នុងកន្លហ្នឹងគឺម្សៅទឹកដោះគោម្សៅក្រៀមបងចាក់មកប្រើជាប្រចាំហ្មងបងត្រូវមានកតោអ៊ីណុកសម្រាប់យើងបាយក្រៀមនឹងមួយហើយនឹងកែវក្រលេខ51ហ្មងបងឥឡូវយើងចាប់ផ្ដើមធ្វើហ្មងបងយើងប្រើម្សៅក្រៀមចំនួន8ស្លាបព្រាបាយម្សៅទឹកដោះគោក៏ប្រើចំនួន8ស្លាបព្រាបាយដូចគ្នាហ្មងហើយទឹកដោះគោស្រស់ចំនួន120 ml ទឹកដោះគោខាប់ចំនួន120 ml ដូចគ្នាហ្មងចាបងកន្លែងដែលយើងកោឲ្យស្ទប់ចូលគ្នាហើយយើងយកមកផ្អាប់ទុកនៅក្នុងទូទឹកកកកន្លែងកកហ្នឹងចំនួន10ទៅ15នាទីដើម្បីឲ្យគ្រីមយើងឡើងត្រជាក់ហើយឡើងខាប់បន្តិចបងយកទៅវាយមិនបាច់ដាក់ទឹកកកគៀនជុំវិញក៏វាយបានខាប់ល្អដែរចាបន្ទាប់ពីយើងផ្លាស់សេចំនួន10ទៅ15នាទីឲ្យត្រជាក់ហើយបងយកទៅវាយទៅមិនបាច់ដាក់ទឹកកកគៀនក៏វាយទៅខាប់ដែរណាចាបងនេះសភាពពណ៌គ្រីមយើងដែលមិនទាន់វាយបងពណ៌រាងទឹកដោះគោបន្ទាប់ពីវាយហើយគឺឡើងពណ៌សស្អាតតែម្ដងបងឥឡូវយើងធ្វើការចាប់ដើមយកម៉ាស៊ីនវាយគ្រីមយើងមកដាក់វាយហ្នឹងបងបើបងអត់មានទូទឹកកកផ្លាសេបងដាក់ទឹកកកគៀននៅក្នុងឆ្នាំងហ្នឹងបងនៅគៀនកតោគ្រីមយើងហ្នឹងមកហើយបងវាយទៅគឺខាប់ដូចគ្នាបងចាបងឥឡូវយើងធ្វើការវាយវាកោវឹកឲ្យវាឡើងខាប់មកបងហ្នឹងហើយចាប់ដើមឡើងខាប់មកគឺវាឡើងពណ៌សមកណាបងអត់ពណ៌ទឹកដោះគោទៀតទេចាបងឥឡូវនេះគឺបងអូនវាយបងចង់វាយខាប់ជាងហ្នឹងគឺបងវាយរឿងយូរជាងហ្នឹងតិចទៀតទៅបងហ្នឹងហើយឥឡូវនេះគ្រីមបងអូនគឺចង់បានខាប់ប៉ុណ្ណឹងហើយយើងយកមកលក់ជាមួយមីនុយផាសិនគ្រីមយើងមីនុយបានច្រើនមកបងដាក់គ្រីមហ្នឹងបានគ្រប់មីនុយតែម្ដងចាហើយសម្រាប់គ្រីមដែលបងអូនតែវាយហ្នឹងគឺវាយម៉ោង12យប់ហ្នឹងបងគ្រីមហ្នឹងគឺយើងរក្សាទុកបានទៅ4ទៅ5ថ្ងៃបងនៅក្នុងផ្លាសេឲ្យត្រជាក់ក្នុងទូទឹកកកធម្មតាក៏បានយើងផ្លាសេនៅទូទឹកកកយើងលក់រាល់ថ្ងៃជាប្រចាំក៏បានដែរនេះបងអូនយកមកដាក់ទូទឹកកកពេលយប់ម៉ោង12ហ្នឹងដើម្បីទុកឲ្យត្រជាក់នៅហ្នឹងហើយផឹកឡើងបងអូនយកមកកន្លែងលក់ផ្លាសេនៅធុងទឹកកកយើងធម្មតាហើយបងចាចុងក្រោយអរគុណបងសម្រាប់ការឆ្លាញ់ចូលចិត្តគ្រប់វីដេអូដែលបងអូនថតបង្ហាញបង្រៀនទៅណាបងចាបងអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀតណាបង